Okay, so today អ្នកនរគ្នាយើងវិលត្រឡប់មកកាន់មេរៀនការ present simple របស់យើងសាជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺយើងរៀនតាក់ទងទៅនឹង be am is ហើយនឹង are បាទ be ហ្នឹងគឺវាមាន3នៅក្នុងហ្នឹងណាមាន am មាន is មាន are ហ្នឹងគេហៅឈ្មោះវាថា be ឥឡូវយើងមកមើលតាក់ទងទៅនឹងបាទខ្ញុំលំអិតឲ្យណាខាងនេះគឺ subject ហើយ I you we they he she it ហ្នឹងវាមាន7 subject ហើយ I យើងប្រើជាមួយ am ឬក៏ am not បាទក្នុងបដិសេធ you we they យើងប្រើមួយ are នៅក្នុងបដិសេធ are not he she it is នៅក្នុងទម្រង់ស្របហើយនឹងទម្រង់បដិសេធគេប្រើ is not នៅក្នុង am is are នេះដែរគេខ្ញុំឃើញគេហៅច្រើនបែបអញ្ចឹងខ្ញុំប្រាប់ទៅថាកន្លែង b នេះបើគេដាក់ពាក្យ b ហ្នឹងមានន័យថាកន្លែងហ្នឹងគឺតម្រូវឲ្យយើងធ្វើទៅជា am is ឬក៏ are ហើយមួយទៀតគេដាក់ថា to be បាទ to be ហ្នឹងក៏ am is are ដែរវាដូចតែគ្នាទេគាត់ថាពេលខ្លះគេចូលដាក់ to be ពេលខ្លះគេដាក់ថា be ទៅទេហ្នឹងក៏មានដែរអញ្ចឹងនៅក្នុងនេះគឺក៏ប៉ុន្តែការ present simple វា subject plus verb ហ្នឹងហើយវាអត់មានអីច្រើនទម្រង់អីទេគាត់ថាខ្ញុំបែងចែកទៀតដើម្បីលម្អិតបន្ថែមទៀតគឺវាមាន am is are ហ្នឹងនៅក្នុង verb ដូចតែគ្នាទេប៉ុន្តែតើ am is are យើងប្រើនៅពេលណាព្រោះនៅក្នុងទម្រង់ present simple យើងឃើញមាន subject ថា do or does នៅក្នុងទម្រង់បដិសេធណាថា do or does plus not អីចឹងទៅតទៅពេលទម្រង់question មាន do or does អញ្ចឹងយើងឆ្ងល់ថាចុះ am is are វានៅណាវិញអញ្ចឹង am is are គឺគេមានជា goal ផ្សេងហើយ do or does ជា goal ផ្សេងឥឡូវយើងមកមើលអញ្ចឹងនេះគឺជាការប្រើប្រាស់របស់ am is are គេថា we use be ឬក៏ am is are ហ្នឹងនៅពេលណាគឺយើងប្រើប្រាស់នៅពេលដែលយើងប្រើប្រាស់វាជាមួយនឹង nouns គេហៅនាមណា adjectives គុណនាមនិងបាទ preposition គឺធ្នាក់មាន in on under behind next to អីចឹងទៅប៉ុន្តែវាមិនមែនមានតែប៉ុណ្្នឹងទេវាអាចទៅយើងរៀនទៅមុខទៀតទៅវាមានច្រើនថែមទៀតទៅនេះខ្ញុំខំបញ្យល់ជាត្រួសដែលលំហាត់អីផ្សេងៗគេអាសាចេញអាប្រភេទហ្នឹងឥឡូវយើងមកមើលឧទាហរណ៍ថាគេពេលដែលប្រើប្រាស់ am is are ជាមួយនឹង noun example of nouns អញ្ចឹងទី1 I am a student ខ្ញុំគឺជាសិស្សម្នាក់យើងអត់អាចនិយាយថា I do a student នៅក្នុងទម្រង់មាន do ឬក៏ does ប៉ុន្តែនៅក្នុងការប្រើ am is are គឺគេប្រើប្រាស់វាជាមួយនឹង noun អញ្ចឹងទី1ណា I am a student ទី2 he is a fireman ទី3 they are teachers ទី4 we are pilots បាទ pilots ហើយទី5 you are a pupil អញ្ចឹងគឺវាសិតតែជា noun តែកាលណាជា noun គេអាចប្រើប្រាស់មួយ do ឬក៏ does ទេគេប្រើប្រាស់ជាមួយនឹង be គឺ am is ហើយនឹង are យើងទៅមើលតទៀតគឺ example of adjective គឺបានន័យថា am is are ប្រើប្រាស់ជាមួយនឹងគុណនាមឧទាហរណ៍ I am happy អញ្ចឹង happy នេះវាជាគុណនាមហើយអញ្ចឹងយើងប្រើមួយ am 2 she is beautiful 3 they are clever 4 we are hot and 5 he is handsome គឺអញ្ចឹងគឺ am is are ប្រើប្រាស់ជាមួយនឹង noun ដែលយើងនិយាយមិញហ្នឹងហើយឥឡូវនេះបូកជាមួយនឹង adjective នេះគឺបូកជាមួយនឹង preposition ដូចជា I am at home គឺ at នេះជា preposition ហើយ home នេះជា noun អញ្ចឹងយើងប្រើប្រាស់ am នេះឃើញទេបាទ she is in front of me they are from Phnom Penh we are next to me sorry next to me អញ្ចឹងក្នុងហ្នឹងឃើញទេគឺក្នុងការហ្នឹងគឺយើងបែងចែក am is are ផ្សេងមកបាទជាមួយនឹង preposition ហ្នឹងហើយជាមួយនឹង noun ជាមួយខ្ញុំសូមបញ្ជាក់ម្ដងទៀតថាការប្រើប្រាស់ផនវាយើងបើសួរថាពេលណាប្រើប្រាស់ am is are ពេលណាប្រើប្រាស់ do or does បញ្ជាក់ do or does យើងប្រើប្រាស់នៅពេលដែលវាប្រើប្រាស់នៅក្នុងគេហៅជាមួយ verb ឧទាហរណ៍ថាឥឡូវខ្ញុំមិនធ្វើកិច្ចការផ្ទះទេ I don't do homework ឬក៏ I am not do homework វាច្បាស់ជាមិនមែន I am not ទេត្រូវគឺត្រូវ I don't ទេស្អីយើង do នោះវាធ្វើវាជាកិរិយាសព្ទយើងអាចប្រើប្រាស់ am បានទេព្រោះយើងដឹងថាប្រភេទពួក to be ឬក៏ am is are នេះវាប្រើបានតែជាមួយនឹង nouns adjective គុណនាមហើយនឹង preposition អាហ្នឹងជា goal ដែលអ្នកនរត្រូវចាំហ្មងភាសាទៅមុខទៅយើងប្រើមួយទៀតអាហ្នឹងរឿងផ្សេងតែសំខាន់បច្ចុប្បន្ននេះយើងឃើញភាសាគេប្រើប្រាស់អាហ្នឹងអញ្ចឹងយើងប្រើតែជាមួយអាហ្នឹងសិនមកអញ្ចឹង nouns adjectives and preposition បាទនេះគឺជាវីដេអូខ្លីមួយសម្រាប់អ្នកនរគ្នាដើម្បីយកទៅបាទរៀនបន្ថែមទៀតទាក់ទងទៅនឹង present simple នៅក្នុង web am is ហើយនឹង are បាទអរគុណអ្នកនរគ្នាសង្ឃឹមអ្នកនរគ្នានឹងអាចយល់ពីមេរៀននេះបានអរគុណបាទជម្រាបលាបាយបាយ